សួស្តីអ្នកទាំងអស់គ្នាខ្ញុំពងសម្រាប់រឿងពេលនេះយើងមកតពីវត្តសិនទី3របស់យើងគឺពេលហ្នឹងទស្ស័យរបស់យើងក៏បានដើរចូលថ្នាក់ចឹងណាហើយក៏រកកន្លែងអង្គុយហើយនាងក៏បានប្រទះជាមួយនឹងប្រធានថ្នាក់របស់យើងហើយនាងក៏បានសួរប្រធានថ្នាក់នាងថាប្រធានថ្នាក់កន្លែងហ្នឹងកន្លែងខ្ញុំអង្គុយមែនពេលហ្នឹងប្រធានថ្នាក់របស់យើងគឺមានអារម្មណ៍ថាបាក់ចិត្តខ្លាំងមែនតើគឺនាងអត់ចាំកន្លែងនាងអង្គុយព្រោះប្រធានថ្នាក់របស់យើងគឺច្រឡំជាមួយនឹងរ៉ាន់គាត់ក៏បាននិយាយថាថ្ងៃហ្នឹងកាត់អីគេមែនហេតុអីក៏អត់ស្គាល់តុខ្លួនឯងចឹងណាហើយនឹងកន្លែងហ្នឹងជាតុរបស់នាងតើហើយពេលហ្នឹងរ៉ាន់របស់យើងក៏បាននិយាយថាអូនប្រហែលជាខ្ញុំភ្លេចហើយខ្ញុំមួយរយៈហ្នឹងឈឺខ្លាំងពេកចុះពេលហ្នឹងប្រហែលជាច្រឡំសុំទោសផងណាហើយពេលហ្នឹងយើងក៏កាន់មើលពីរនាក់សង្សារគេនេះវិញដែលកំពុងតែឆ្លោះគ្នាចឹងណាហើយម្នាក់ប្រុសហ្នឹងខ្ញុំភ្លេចណែនាំឈ្មោះគេឈ្មោះថារាយុណាហើយតួស្រីនោះមានឈ្មោះថាអូនយូនីហើយរាយុក៏បានលួងយូនីចឹងណាហើយយូនីក៏បាននិយាយថាបើសិនជាលឹកក្រោយហ៊ានរត់ចោលខ្ញុំម្ដងទៀតហើយខ្ញុំគឺអត់លឹកលែងឲ្យម្ដងទៀតទេបើសិនជាមានលឹកក្រោយទៀតហើយគាត់នឹងបែកគ្នាជាមួយនឹងម្នាក់ប្រុសហ្នឹងហើយម្នាក់ប្រុសហ្នឹងក៏បាននិយាយថាតែណាបងសុំទោសលឹកក្រោយគឺបងអត់ធ្វើចឹងទៀតហើយអូនឯងហ្នឹងឈប់ខឹងមួយបងមកណាយូនីក៏បាននិយាយថាបើសិនជាគ្មានរឿងនឹងកើតឡើងទេគឺនាងអត់ព្រមនិយាយពាក្យបែបហ្នឹងមកឯងហើយពេលហ្នឹងនាងក៏បានលួចញញឹមចឹងណាហេតុតែគេក្មេងតូចគេចង់ឲ្យសង្សាររបស់គេលួងគេមិនធ្វើក្បាច់ហ្នឹងចឹងហើយកុំឆ្ងល់អីអ្នកទាំងអស់គ្នាហើយពេលហ្នឹងគ្រូប្រហែលជាចូលថ្នាក់បរិញ្ញាចឹងណាហើយតួស្រីរបស់យើងហ្នឹងក៏បានអង្គុយមើលប្រធានថ្នាក់យើងឡើងផ្លឹកហើយប្រធានថ្នាក់យើងឡើងភ័យហ្មងណាកាលមកមើលថ្នាក់ផ្សេងវិញលោកគ្រូក៏បានសួរកូនសិស្សរបស់គាត់ថាធ្វើលំហាត់ហើយនៅកូនសិស្សរបស់គាត់ក៏បាននិយាយថាពួកគាត់ធ្វើហើយអស់ហើយលោកគ្រូក៏បាននិយាយតថាថ្ងៃហ្នឹងត្រូវតែគាត់មេរៀនអីឲ្យហើយលោកក្រោយនឹងបណ្ឌិតសភៅហើយនឹងប្រហែលជាថ្នាក់តួប្រុសរបស់យើងម្នាក់ទៀតហើយពេលនេះអ្នកគ្រូក៏បាននិយាយថាគាត់ជាប់ធ្វើការវិភាគមួយដែលតារាងសិស្សជាប់លេខ1លេខ2ចឹងណាហើយឲ្យកូនសិស្សរបស់គាត់នឹងរៀនខ្លួនឯងសិនទៅពេលនេះរ៉ាន់របស់យើងគឺបានសិក្សាអ្នកទាំងអស់គ្នាហើយតួប្រុសរបស់យើងគឺដេកសុទ្ធតែម្ដងក៏ពេលនេះគឺដល់ម៉ោងចេញលេងអ្នកទាំងអស់គ្នាហើយរ៉ាន់ក៏បាននិយាយជាមួយនឹងនារី3នាក់ដែលកំពុងតែពិភាក្សាគ្នារងតំណែងធ្វើជាមិត្តភក្តិនឹងគ្នាហើយយុទ្ធនាការក៏នាងអត់ប្រកាន់ដែរហើយលីសាក៏បាននិយាយទៅកាន់រ៉ាន់របស់យើងថាអត់ឲ្យនាងគឺទៅល្វីល្វល់ជាមួយនឹងម្នាក់ស្រីដែលមានឈ្មោះថាម៉ូលីកាហ្នឹងណាហើយពេលហ្នឹងចាស់ដនខ្លាំងមែនតើដែលនាងគឺបានជួបនឹងម៉ូលីកាហើយយុទ្ធនាការក៏បានចូលមកការពារមិត្តភក្តិរបស់នាងថាថ្ងៃហ្នឹងគឺនាងជាប់រវល់ខ្លាំងអត់បាននៅនិយាយជាមួយនឹងយុទ្ធនាការឯងហើយកុំមកចង់ធ្វើបាបមិត្តភក្តិរបស់នាងហើយនិយាយទៅគឺនាងនិយាយការពារមិត្តភក្តិរបស់នាងខ្លាំងមែនតើហើយនាងក៏បាននិយាយថានាងគឺអត់មានពេលត្នេកដោយើងឯងហើយខ្ញុំឃើញថាលីសាហើយនឹងម៉ៃគឺនាងស្លូតខ្លាំងមែនតើតែបើបានឆ្លោះជាមួយនឹងយុទ្ធនាការគឺនាងនិយាយទៅឆ្លើយខ្លាំងណាស់ហើយអេដមីនឡើងខ្នាញ់ចង់តែចាប់មួធ្ពាល់តាហើយពេលហ្នឹងគឺនាងនិយាយឌឺដងទៅកាន់ម៉ូលីកាយ៉ាងច្រើនធ្វើឲ្យម៉ូលីកាហ្នឹងគឺខឹងក្តៅឆេវតែម្ដងដែលគេនិយាយការនាងចឹងណានាងក៏បាននិយាយថាគឺពេលហ្នឹងគឺនាងអត់បានចង់រករឿងជាមួយនឹងអ្នកទាំងអស់គ្នាឯងគឺនាងចង់មកឃើញសិស្សថ្មីចាចង់ស្គាល់មុខសិស្សថ្មីឮថាល្បីឡើងពី3ថ្នាក់ចង់ឃើញដែរនេះហើយម្នាក់នោះខ្ញុំច្រឡំស្មានតានីកាតែប៉ុន្តែគឺនាងគឺឈ្មោះថាយូតាអ្នកទាំងអស់គ្នាពេលហ្នឹងយូតាក៏បាននិយាយថាម្នាក់ហ្នឹងមិនមែនសិស្សថ្មីហើយម៉ូលីកាក៏បាននិយាយថាសិស្សថ្មីចឹងឯងចង់ស្មានតាស្អាតណាទៅគឺមុខដែរដូចជាធម្មតានឹងគ្មានស្អីស្អាតអីផងហើយធ្វើល្បីអីណែហើយពេលហ្នឹងប្រហែលជាម៉ូលីកានឹងច្នៃគេដែរគេស្អាតជាងខ្លួនចឹងណាហើយគឺនាងបាននិយាយបូលីតួស្រីរបស់យើងនឹងខ្លាំងមែនតើហើយយូតាក៏បាននិយាយទាំងសើចថាម្នាក់ហ្នឹងមិនមែនគឺគ្មានអីស្អាតផងគឺមុខចាញ់មិត្តភក្តិរបស់នាងឯងហើយគេនិយាយបូលីតួស្រីយ៉ាងច្រើនហ្មងហើយអេដមីនសឹងតែចង់ចាប់តែតាមួយ
ហើយពេលហ្នឹងមិត្តភក្តិរបស់គេក៏បាននិយាយដើម្បីការពារមិត្តភក្តិថ្មីរបស់គេអញ្ចឹងណា គេនិយាយថាគឺគេអត់ចង់ល្វីរវល់ជាមួយនឹងមនុស្សដែលបាតសង្គមអញ្ចឹងឯង គឺនិយាយទុកស្ដីកូនហ្នឹងមុតខ្លាំងមែនទែន admin ទៅសារលើកមេដាយឲ្យហ្មង perfect ហើយពេលនេះ version ទី 4 របស់យើងគឺបានចប់ហើយអ្នកទាំងអស់គ្នា ហើយកុំភ្លេច subscribe Channel admin ម្នាក់មួយផងណា អរគុណ thank you I love you